ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមបានចាំងឆ្លុះកាត់តាមចន្លោះស្លឹកឈើពណ៌បៃតងខ្ចីនាំមកនូវភាពស្រស់ស្រាយដល់ព្រៃព្រឹក្សាដ៏ធំល្វឹងល្វើយមួយនេះនៅក្បែរមាត់អូរដែលមានទឹកថ្លាយងហ្វូងសត្វបក្សាបក្សីកំពុងតែបន្លឺសូររងឹមប្រកបដោយមនោសញ្ចេតនាប៉ុន្តែបរិយាកាសដ៏សុខសាន្តនេះត្រូវបានរំខានដោយសំឡេងសើចចំកកយ៉ាងក្រអឺតក្រទុំរបស់សត្វទន្សាយមួយក្បាលទន្សាយនោះមានរូបរាងសង្ហារោមពណ៌សកបោះដូចសម្លៃនិងមានជើងវែងៗដែលអាចឲ្យវាលោតបានយ៉ាងលឿនដូចខ្យល់អាកាសវាជឿជាក់យ៉ាងមុតមាំថានៅក្នុងព្រៃនេះគ្មានសត្វណាដែលអាចប្រកួតប្រជែងល្បឿនជាមួយវាបានឡើយនៅពេលនោះដែរសត្វខ្យងតូចមួយក្បាលកំពុងតែវាយឺតៗនៅលើភូកច្រាំមាត់ទឹកដើម្បីស្វែងរកចំណីប្រចាំថ្ងៃរបស់វារាល់ពេលដែលវាធ្វើចលនាគឺមានភាពអត់ធ្មត់និងហ្មត់ចត់បំផុតទោះបីជាចម្ងាយដែលវាធ្វើដំណើរបានត្រឹមតែពី3សង់ទីម៉ែត្រក្នុង1នាទីក៏ដោយភ្នែករបស់ទន្សាយបានសម្លឹងមកកាន់ខ្យងដោយក្តីមកងាយជាទីបំផុតវាដើរជួរទៅជិតរួចក៏បន្លឺវាចាទាំងទឹកមុខឌឺដងថាណែអាសត្វអភពើបឯងចំណាយពេលពេញមួយជីវិតត្រឹមតែវាបានពី3ជំហានប៉ុណ្ណោះឬតើជីវិតឯងមានន័យអ្វីទៅបើគ្រាន់តែចង់ទៅដល់ដើមឈើខាងមុខនោះត្រូវចំណាយពេលដល់ទៅកន្លះថៃទៅហើយសត្វខ្យងបានជួបវារួចងើបក្បាលសម្លឹងមើលទៅទន្សាយដោយភាពស្ងប់ស្ងៀមវាមិនមានការខឹងសម្បាឬភ័យខ្លាចចំពោះសម្ដីអួតអាងនោះឡើយខ្យងបានតបវិញដោយសម្លេងស្រទន់តែរឹងមាំថាបងទន្សាយអើយល្បឿនលឿនមិនមែនជាជោគជ័យគ្រប់យ៉ាងនៃជីវិតនោះឡើយជួនកាលភាពជឿដែលពោពេញដោយភាពហ្មត់ចត់និងការតាំងចិត្តអាចនាំយើងទៅដល់គោលដៅបានយ៉ាងច្បាស់លាស់ជាងអ្នកដែលរត់លឿនតែខ្វះការប្រុងប្រយ័ត្នទៅទៀតពាក្យសម្ដីរបស់ខ្យងប្រៀបដូចជាការចាក់ដោតទៅលើមោទនភាពរបស់ទន្សាយយ៉ាងខ្លាំងទន្សាយសើចក្អាកក្អាយរួចបោះសម្ដីឌឺដងបន្ថែមថាឯងចង់មានន័យថាអាសត្វដែលដើរយឺតដូចអណ្ដោតស្លាប់បែបឯងហ៊ានមកប្រៀបធៀបជាមួយយើងដែលជាស្ដេចល្បឿនក្នុងព្រៃនេះឬបើឯងពូកែខ្លាំងម្លឹងលឹងតើឯងហ៊ានភ្នរត់បញ្ញាំងជាមួយយើងទេយើងចង់ដឹងណាស់ថាតើភាពហ្មត់ចត់របស់ឯងអាចយកឈ្នះយើងដល់រហ័សរបស់យើងបានដោយរបៀបណាសត្វខ្យងញញឹមបន្តិចរួចឆ្លើយតបយ៉ាងរហ័សថាខ្ញុំទទួលការប្រកួតនេះប៉ុន្តែវាមិនមែនគ្រាន់តែជាការរត់បញ្ញាំងកំសាន្តនោះទេនេះជាការតស៊ូដើម្បីកិត្តិយសបើបងច័ន្ទបងត្រូវតែជួបមើលងាយសត្វដទៃទៀតដែលទូទាបជាងខ្លួនជារៀងរហូតទន្សាយសោយស្ទើរតែដាច់ផ្ងាព្រោះវាមិនដែលគិតតតែសោះថាវានឹងអាចចាញ់សត្វដែលសូម្បីតែដើរក៏មើលមិនចង់ឃើញចលនាបែបនេះវាឆ្លើយយល់ព្រមភ្លាមដោយមិនបង្អាំងយូរសត្វដទៃទៀតនៅក្នុងព្រៃចាប់ផ្ដើមផ្អើលឆៅឡៅនិងមកជួបជុំគ្នាដើម្បីមើលព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកនេះមិនមែនគ្រាន់តែជាការប្រកួតល្បឿនធម្មតានោះទេប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃសង្គ្រាមរវាងភាពជាលើកខ្លួនឯងហួសហេតុនិងភាពអត់ធ្មត់ដ៏មហិមាខណៈដែលព្រះអាទិត្យចាប់ផ្ដើមជ្រេបន្តិចខ្យងបានចាប់ផ្ដើមរៀបចំផែនការយ៉ាងសម្ងាត់នៅក្នុងចិត្តវាដឹងច្បាស់ថាបើប្រើតែកម្លាំងកាយវាមិនអាចឈ្នះទន្សាយបានឡើយប៉ុន្តែពិភពលោកនេះមិនមែនគ្រប់គ្រងដោយកម្លាំងបាយតែមួយមុខនោះទេទន្សាយវិញកំពុងតែលោតកញ្ឆេងបង្អួតរៀងនិងសើចចំអកឲ្យខ្យងនៅចំពោះមុខសត្វទាំងឡាយដោយមិនដឹងខ្លួនតតែសក់ថាអន្ទាក់នៃភាពឆ្លាតវៃកំពុងតែត្រូវបានរៀបចំឡើងជាបណ្ដាហើយសង្គ្រាមរវាងសត្វទាំងពីរប្រភេទដែលមានលក្ខណៈខុសគ្នាដាច់ស្រឡះនេះបានឈានចូលមកដល់ចំណុចចាប់ផ្ដើមដែលនឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រក្នុងព្រៃព្រឹក្សានេះជារៀងរហូតតើកម្បាច់យុទ្ធសាស្ត្រអ្វីដែលខ្យងទូចនឹងយកមកប្រជុំមុខជាមួយស្ដេចល្បឿនដ៏ក្អាកក្រទុំម្នាក់នេះភាពស្ងប់ស្ងាត់មុនពេលភៀវមកដល់បានគ្រប់ដំណប់ពេញបរិវេណមាត់អូខណៈដែលសត្វទាំងឡាយកំពុងរងចាំសញ្ញាចាប់ផ្ដើមដោយក្តីរំភើបនិងនឹងស្ងោយជាពន់ពេកការភ្នួរដ៏ធំធេងត្រូវបានកំណត់និងលទ្ធផលនឹងក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់អ្នកដែលមានចិត្តមើលងាយអ្នកដទៃមេរៀនដ៏មានតម្លៃសម្រាប់អ្នកដែលមានចិត្តមើលងាយអ្នកដទៃនោះបានចាប់ផ្ដើមលេចរូបរាងឡើងនៅក្រោមពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមខណៈដែលសត្វព្រៃទាំងអស់កំពុងឈរត្រៀមខ្លួននៅជុំវិញមាត់អូរយ៉ាងអន្ទះសានៅចំពោះមុខហ្វូងសត្វតូចធំទន្សាយឈ្មោះសសល់បានឈរពើងទ្រូងបង្ហាញរាងកាយដ៏មាំមួននិងរោមពណ៌សស្អាតរបស់វាដែលចាំងភ្លៀកក្រោមពន្លឺថ្ងៃវាលើកជើងមុខទាំងពីរឡើងរួចធ្វើកាយវិការហាត់ប្រាណបន្តិចបន្តួចដើម្បីបង្ហាញពីភាពរឹងមាំនៃសាច់ដុំដែលវាធ្លាប់ប្រើដើម្បីរត់គេចពីមាត់សត្វសាហាវសសល់ញៀកទៅសម្លឹងមើលខ្ញងខ្មៅដោយខ្សែភ្នែកដែលពោពេញទៅដោយការសើចចង្អុករួចនិយាយខ្លាំងថាតើឯងចង់ដកខ្លួនចេញឥឡូវនេះទេខ្ញងខ្មៅខ្ញុំខ្លាចថាពេលខ្ញុំរត់ទៅដល់ទីដៅហើយឯងនៅតែមិនតន់វាបានមួយជំហានផងសំឡេងសើចក្អាកក្អាយរបស់ទន្សាយបានបន្លឺឡើងពាក់ពេញព្រៃប៉ុន្តែខ្ញងខ្មៅមិនបានបង្ហាញសញ្ញានៃការតក់ស្លុតឬខឹងសម្បាឡើយវាគ្រាន់តែរក្សាភាពស្ងប់ស្ងាត់និងលួនយឺតមកដល់ខ្សែបន្ទាត់ចាប់ផ្ដើមរួចងើបក្បាលសម្លឹងមើលទៅមុខដោយភាពជឿជាក់បំផុតអ្វីដែលសសល់នឹងសត្វដទៃទៀតមិនបានដឹងនោះគឺខ្ញងខ្មៅមិនមែនមកប្រកួតដោយពឹងផ្លែកតែលើកម្លាំងកាយរបស់ខ្លួនម្នាក់ឯងនោះទេនៅក្រោមការដឹកនាំប្រកបដោយបញ្ញារបស់វាបងប្អូនខ្ញងរ៉ប៉ុនក្បាលបានរៀបចំជួរគ្នារួចជាស្រេចនៅតាមដងផ្លូវដែលត្រូវរត់
ដែលនេះគឺជាយុទ្ធសាស្ត្រសម្ងាត់មួយដែលខ្ញុំបានត្រៀមទុកដើម្បីទប់ទល់នឹងភាពអំនួតរបស់ស្ដេចលបឿនពួកខ្ញុំបានបង្កប់ខ្លួនក្នុងស្មៅនិងក្រោមស្លឹកឈើស្ងួតរងចាំសញ្ញាបញ្ជាដែលបានព្រមព្រៀងគ្នាទុកជាមុនរំពេចនោះសម្លេងកញ្ចែដែលធ្វើពីសម្បកខ្ញុំប្រៃបានបន្លឺឡើងយ៉ាងខ្លាំង Fit សសល់ស្ទុះចេញទៅយ៉ាងលឿនដោយផ្លែតបន្តបន្សល់ទុកនៅពពុកធូលីដីហុយសំប៉ងដែលបិទបាំងភ្នែកសត្វទាំងឡាយដែលកំពុងឈរមើលវាមានអារម្មណ៍ថាខ្លួនវាហាក់ដូចជាកំពុងហោះលើអាកាសហើយគ្មាននរណាម្នាក់អាចតាមទាន់ឡើយបន្ទាប់ពីរត់បានចម្ងាយយ៉ាងឆ្ងាយក្នុងរយៈពេលដ៏ខ្លីសសល់ក៏ចាប់ផ្ដើមបន្ថយល្បឿនបន្តិចរួចនេះក្រោយមើលទាំងយើងញឹមខៀច្រអូសដោយក្តីមោទនភាពវាច្បាស់ណាស់ថាខ្ញងនោះប្រហែលជាកំពុងវាទាំងត្រដាបត្រដុសនៅឡើយទេវាគិតក្នុងចិត្តទាំងអំនួតដើម្បីបញ្ជាក់ពីជ័យជំនះដ៏ងាយស្រួលរបស់ខ្លួនវាបានស្រែកសួរយ៉ាងខ្លាំងថាខ្ញងតើឯងនៅឯណាផ្ទុយពីការស្មានសម្លេងមួយបានបន្លឺឡើងពីខាងមុខបន្តិចខ្ញុំនៅទីនេះតសសល់ស្លូតចិត្តជាខ្លាំងភ្នែករបស់វាបើកធំធំដោយភាពងឿងឆ្ងល់และមិនជឿនឹងត្រជាខ្លួនឯងវាស្ទុះរត់ទៅមុខទៀតគ្រឿងល្បឿនកាន់តែលឿនជាងមុនរហូតដល់ដង្ហើមរបស់វាចាប់ផ្ដើមដង្ហោះខ្លាំងៗហើយបេះដូងលូតញាប់ព្រៀបដូចជាស្កកអុយប្រហារស្មរភូមិទោះបីជាវារត់លឿនប៉ុណ្ណាលើព្យាយាមអស់ពីកម្លាំងកាយជាយ៉ាងណាក៏ដោយរាល់ពេលដែលវាស្រែកសួររកខ្ញងវាតែងតែទទួលចម្លើយដដែលៗចេញពីខាងមុខជានិច្ចខ្ញុំនៅទីនេះខ្ញុំនៅទីនេះសម្លេងទាំងនោះចាប់ផ្ដើមលងបន្លាយក្នុងអារម្មណ៍របស់សសល់ធ្វើឲ្យវាមានអារម្មណ៍ថាខ្លួនឯងកំពុងចាប់ក្នុងអន្តែនៃមិនអាគមអីមួយដែលវាមិនអាចពន្យល់បានភាពនឿយហត់ចាប់ផ្ដើមវាយលុកលើរាងកាយដ៏មមាំមួនរបស់ទិនសាយក្រអាត់ក្រទុំរូបនេះយ៉ាងដំណងជើងដែលធ្លាប់តែរហ័សរហួនចាប់ផ្ដើមយកទៅត្រាវហើយញើហូរស្រោយពេញរោមពណ៌សរបស់វាប្រៀបដូចជាទើបតែងើបពីចុងទឹកសសល់ចាប់ផ្ដើមយល់ថានេះមិនមែនជាការប្រកួតល្បឿនធម្មតានោះទេប៉ុន្តែវាគឺជាសង្គ្រាមចិត្តសាស្ត្រដែលកំពុងតែធ្វើឲ្យវាបាត់បង់ម្ចាស់ការលើខ្លួនឯងបន្តិចម្ដងខណៈដែលវាជិតដល់ពាក់កណ្ដាលផ្លូវសសល់ក៏ដួលស៊ូតជុំនៅលើវាលស្មៅដោយភាពហត់នឿយបំផុតវាសម្លឹងមើលទៅលើមេឃទាំងភ្នែកស្រវាំងរួចគិតក្នុងក្តីបារម្ភថាតើវាអាចទៅរួចដល់របៀបណាតើក្នុងទួយម្នាក់នោះមានវេទនាអ្វីឲ្យប្រកបចំណែកឯសត្វព្រៃអីទៀតតែតាមដានមើលពីចម្ងាយបានត្រឹមតែងឿងឆ្ងល់ជាពន់ពេកខណៈដែលសង្គ្រាមនេះទើបតែឈានចូលដល់ចម្លាក់ដ៏អាតិកម្បាបំផុតសសុលដេកដង្ហាក់នៅលើវាលស្មៅខណៈដែលញើសហ៊ូស្រោចពេញខ្លួនប្រាណរបស់វាភ្នែករបស់វាដែលធ្លាប់តែមុតស្រួចពេលនេះប្រែជាស្រវាំងដោយសារភាពហត់នឿយហួសកម្រិតខ្យល់ត្រជាក់ដែលបក់កាត់ព្រៃនាពេលរសៀលមិនបានជួយឲ្យចិត្តដែលកំពុងតែក្តៅក្រហាយរបស់វាត្រជាក់ចុះបានឡើយតើវាអាចទៅលួចដោយរបៀបណាតើខ្យងទួចម្នាក់នោះមានវេទមន្តអ្វីឯប្រកបសំណួរនេះនៅតែលាន់លឺរំពងក្នុងខួរក្បាលរបស់វាដូចជាសំឡេងជួងដែលវាយមិនឈប់ឈរសសុលខំប្រឹងទប់ខ្លួនងើបឈរយឺតជើងទាំង4របស់វាញ័រទៅត្រើតដោយស្លឹកឈើត្រូវខ្យល់បក់វាមើលទៅខាងមុខឃើញផ្លូវដែលនៅសេសសល់ហាក់ដូចជាវែងឆ្ងាយមិនចេះចប់មិនចេះហើយខណៈដែលកម្លាំងក្នុងកាយរបស់វាហាក់ដូចជាត្រូវរលាយបាត់អស់គ្មានសល់នៅក្បែរនោះសត្វស្វាចាស់មួយក្បាលដែលអង្គុយលើមែកឈើខ្ពស់បានសម្លឹងមុខមើលវាដោយក្រសែភ្នែកអាណិតអាសូររួចពោលពាក្យតិចៗថាសសុលអើយកម្លាំងបាយអាចឈ្នះថ្មប៉ុន្តែវាមិនអាចឈ្នះអថាកំបាំងដែលលះកំបាំងក្នុងភាពស្ងាត់ស្ងាត់បានឡើយសសុលមិនចង់ស្ដាប់ពាក្យប្រដៅទាំងនោះទេមោទនភាពរបស់វាត្រូវបានជន់ឈ្លាយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខសត្វទាំងឡាយវាខំប្រមូលកម្លាំងចុងក្រោយរួចស្រែកហៅទៅខាងមុខដោយសំឡេងស្អកណែអាខ្យងអួតអាងតែឯងនៅឯណាចេញមកបង្ហាញមុខមកភ្លាមនោះសំឡេងឆ្លើយតបដ៏ស្រទន់ប៉ុន្តែច្បាស់ឡតពីផុតបានបន្លឺឡើងពីខាងមុខបន្តិចខ្ញុំនៅទីនេះសសុលខ្ញុំកំពុងរងចាំញាក់នៅក្រោមដើមជ្រៃធំខាងមុខនេះប្រញាប់ឡើងបើមិនចង់ចាញ់ពាក់កណ្ដាលផ្លូវទេនោះសំឡេងនោះមិនមែនជាសំឡេងដែលហត់នឿយឡើយវាជាសំឡេងដែលពោពេញដោយថាមពលនិងភាពជឿជាក់យ៉ាងមុតម៉ាំសសុលមានអារម្មណ៍ថាដូចជាមានអ្នកណាយកទឹកត្រជាក់មកស្រោចលើក្បាលរបស់វាទាំងកណ្ដាលថ្ងៃត្រង់វាចាប់ផ្ដើមបោះជំហានរត់បន្តប៉ុន្តែលើកនេះល្បឿនរបស់វាមិនលឿនដូចមុនឡើយព្រោះភាពសង្ស័យបានคล้ายជាបន្ទុកដ៏ធ្ងន់នៅក្នុងចិត្តរាល់ពេលដែលវាឈានជើងឆ្លងកាត់ដើមឈើនីមួយៗវាតែងតែប្រទះឃើញស្លាកស្នាមរំអិលពណ៌សថ្លារបស់ខ្យងនៅលើដីអ្វីដែលចម្លែកបំផុតនោះគឺស្នាមទាំងនោះហាក់ដូចជាថ្មីបំផុតហាក់បីដូចជាខ្យងទើបតែដើរកាត់ទីនេះមុនវាត្រឹមតែ1វិនាទីប៉ុណ្ណោះសង្គ្រាមចិត្តសាស្ត្រនេះបានធ្វើឲ្យសសុលចាប់ផ្ដើមភ្ញាក់ច្រឡំនិងបាត់បង់ទូលាភាពនៃវិចារណញ្ញាណវាចាប់ផ្ដើមឃើញរូបភាពខ្យងនៅគ្រប់ទីនៅលើស្លឹកឈើក៏ឃើញខ្យងនៅលើដុំថ្មក៏ឃើញខ្យងសូម្បីតែក្នុងស្រមោលរបស់ខ្លួនឯងក៏វាមានអារម្មណ៍ថាមានខ្យងកំពុងវាតាមពីក្រោយដែរសត្វព្រៃអីទៀតដែលតាមដានមើលពីចម្ងាយបានត្រឹមតែងឿងឆ្ងាយជាពន់ពេកខណៈដែលសង្គ្រាមនេះទើបតែចាប់ផ្ដើមឈានចូលដល់ចំណុចដ៏អាថាកំបាំងបំផុតជ្រោះកោនក្នុងគុម្ពោតព្រៃសត្វកញ្ជ្រោងដ៏ឆ្លាតវៃមួយក្បាលបានខ្សឹបប្រាប់មិត្តភក្តិរបស់វាថានេះមិនមែនជាការរត់ប្រណាំងធម្មតាទេនេះគឺជាអន្តៈមុនអាគមឬក៏ជាល្បិចកលដែលយើងនឹកស្មានមិនដល់សសុលរត់មកដល់ចំណុចប្រស័ព្ទនៃផ្លូវ3ដែលមានអបក្រាស់ខ្មឹកបាំងជិតឈឹង
វាឈប់ងក់រួចសម្លឹងមើលទៅក្នុងភាពងងឹតនៃអប់នោះដោយភាពតក់ស្លុតវាមានអារម្មណ៍ថាមានភ្នែករាប់រយគូកំពុងសម្លឹងមកវាពីក្នុងភាពងងឹតនោះគ្រប់យ៉ាងប្រែជាស្ងាត់ជ្រងំសូម្បីតែសំឡេងសត្វល្អិតក៏បាត់អស់ដែរមានតែសំឡេងបេះដូងរបស់វាដែលលាត់ញាប់នេះជាចង់ផ្ទុះចេញពីទ្រូងចេញមកបង្ហាញមកសសុលស្រែកខ្លាំងៗដើម្បីបំបត្តិភាពខ្លាចប៉ុន្តែអ្វីដែលវាក្រឡេកឃើញនៅចុងបំផុតនៃផ្លូវអប់គឺជាស្រមោលតូចមួយដែលកំពុងធ្វើចលនាយ៉ាងយឺតប៉ុន្តែមានស្ថិរភាពបំផុតវាជាខ្យងមែនទេឬក៏ជាអ្វីផ្សេងដែលមកលួងបន្លាចវាសសុលមិនដឹងថាត្រូវបន្តទៅមុខឬក៏ត្រូវឈប់នៅទីនេះឡើយប៉ុន្តែសេចក្តីស្រេកឃ្លានចង់ឈ្នះបានរុញច្រានវាឲ្យឈានចូលទៅក្នុងអប់ដ៏ក្រាស់នោះទាំងមិនដឹងថាអ្វីដែលកំពុងរងចាំវាខាងមុខគឺជាជ័យជំនះឬក៏ជាអវសាននិមោទនភាពរបស់វាឡើយភាពអថាកំបាំងនៃសង្គ្រាមរវាងលបឿននិងភាពអត់ធ្មត់កាន់តែងងឹតទៅរករាល់វិនាទីដែលកន្លងផុតទៅ